Nụមួយទៀតចង់សួរបងកូនគឺជាអ្នកដាស់ស្នាមញញឹមដាស់កម្លាំងចិត្តជាអ្នកលើកទឹកចិត្តមួយផ្នែកដល់ឪពុកម្ដាយអញ្ចឹងសម្រាប់បងស្រីឬក៏បងប្រុសដែលគាត់អត់ទាន់មាន baby ឬក៏អត់ទាន់មានកូនដែលជាផ្នែកមួយនៅក្នុងគ្រួសារគាត់តើពួកគាត់គួរធ្វើបែបណាតកតើនឹងចំនួននេះគឺយើងតែងតែជួបហើយលើដូចគ្នាពុកម្ដាយគាត់តែងតែរំភើបឬក៏មានមោទនភាពខ្លាំងនៅពេលណាដែលគាត់មានគ្រួសារមានកូនពេញលេញក៏ប៉ុន្តែកន្លែងនេះមិនមែនបានន័យថាយើងពីរនាក់ប្តីប្រពន្ធអត់អាចទទួលបានស្នាមញញឹមឬក៏សុភមង្គលទេប៉ុន្តែពេលដែលយើងមានកូនវាមកបែបទៅតែអ្នកដែលគាត់ជួបទៅលើចំណុចហ្នឹងมันគាត់ទទួលបានអារម្មណ៍ពិតអញ្ចឹងពិសេសទៅលើអ្នកដែលគាត់មានបញ្ហាបែកបាក់គ្រួសារឬក៏មានតែកូននេះពេលខ្លះគាត់ចង់បោះបង់អ្វីគ្រប់យ៉ាងប៉ុន្តែគាត់នឹកឃើញភ្នែកខ្មៅរបស់កូនឬក៏ឃើញស្នាមញញឹមរបស់កូននឹងធ្វើឲ្យគាត់បាត់អស់អាទុកកង្វល់មកលៀនទុកកង្វល់ក៏គាត់អាចរឹងប៉ឹងមកវិញព្រោះតែកូននឹងដូចគ្នាដែរបើមិនយើងនិយាយពីសភាពគ្រួសារយើងធម្មតាយើងអត់ទាន់មានកូនយើងទៅតែរៀបការហើយដែលយើងមាន plan អាហ្នឹងអត់អីទេក្តីសុខយើងបែបមួយផ្នែកហើយយើងក៏មានគោលបំណងចង់បានកូនដូចគ្នាប៉ុន្តែយើងមាន plan ត្រឹមត្រូវតែឡែកអ្នកខ្លះទៀតគឺគាត់ពិបាកក្នុងការមានកូនខ្លាយទៅជាប្រធានបទមួយគេនិយាយវែកញែកធ្វើឲ្យគាត់ទាំងពីរនាក់ហ្នឹងទទួលរងសម្ពាធខ្លាំងហើយធ្វើឲ្យក្តីសុខស្វែងអង្គរបស់គាត់ពីមុនពីរនាក់ប្តីប្រពន្ធការហើយថ្មីថ្មោងហ្នឹងគឺទៅណាមកណាតែងតែមានការចោទសួរផ្សេងៗនេះបងអាចនិយាយលើកមកពីអញ្ចឹងដោយសារអូនសួរបែបនេះហើយយើងជួបច្រើនព្រោះអ្នកខ្លះគាត់អត់កូនអញ្ចឹងទៅអ្នកខ្លះគាត់មានកូនបានកូននឹងផ្ដោតក្តីសង្ឃឹមឲ្យសួរថាបើអ្នកអត់កូនណាមញញឹមឬក៏ក្តីសង្ឃឹមមកពីណាហ្នឹងគឺមានតែយើងពីរនាក់ប្តីប្រពន្ធយើងនឹងហើយ